អ៊ីរ៉ង់កំណត់លក្ខខណ្ឌជាមុនចំនួន5សម្រាប់កិច្ចចរចាថ្មីជាមួយសហរដ្ឋអាមេរិកខណៈបដិសេធការបោះបង់កម្មវិធីនុយក្លេអ៊ែរទីភ្នាក់ងារសារព័ត៌មាន FAS ដែលជាសារព័ត៌មានពាក់កណ្ដាលផ្លូវការរបស់អ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពព័ត៌មានមួយឲ្យដឹងថាអ៊ីរ៉ង់នឹងមិនចូលរួមក្នុងការចរចាជុំទី2ជាមួយសហរដ្ឋអាមេរិកនោះឡើយលុះត្រាតែលក្ខខណ្ឌជាមុនចំនួន5របស់អ៊ីរ៉ង់ដែលមានគោលបំណងកសាងទំនុកចិត្តត្រូវបានអនុវត្តជាមុនសិនប្រភពនោះបានពណ៌នាលក្ខខណ្ឌទាំងនេះថាជាការធានាការកសាងទំនុកចិត្តអបបរមាដែលចាំបាច់ត្រូវតែមានមុនពេលអាចចាប់ផ្ដើមកិច្ចពិភាក្សាថ្មីណាមួយជាមួយទីក្រុងវ៉ាស៊ីនតោនបានលក្ខខណ្ឌទាំងនេះរួមមានការបញ្ចប់អារិភាពលើគ្រប់វិស័យជាពិសេសសកម្មភាពនៅក្នុងប្រទេសលីបង់ការដកចេញទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ការដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានបង្កក់នៅបរទេសការផ្ដល់សំណងសម្រាប់ការខូចខាតដែលបណ្ដាលមកពីសង្គ្រាមនិងការទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីរ៉ង់លើច្រកសមុទ្រហ័រមូសដែលមានសារៈសំខាន់យុទ្ធសាស្ត្រខ្ពស់សម្រាប់ពាណិជ្ជកម្មថាមពលពិភពលោកតាមប្រភពដដែលបានបញ្ជាក់ថាសំណើទាមទាររបស់ទីក្រុងតេហេរ៉ង់ទាំងនេះត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិកជាការឆ្លើយតបចំពោះសំណើ14ចំណុចដែលកំណត់ដោយភាគីអាមេរិកយោងតាមរបាយការណ៍អ៊ីរ៉ង់ក៏បានជូនដំណឹងដល់ប្រទេសប៉ាគីស្ថានដែលកំពុងដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការចរចានេះថាការបន្តរារាំងចលនាទ័ពជើងទឹកអាមេរិកនៅសមុទ្រអារ៉ាប់និងឈូងសមុទ្រអូម៉ង់បន្ទាប់ពីបាត់ឈប់បាញ់បានបង្កើនការបន្ទុកចិត្តរបស់ទីក្រុងតេហេរ៉ង់ចំពោះទីក្រុងវ៉ាស៊ីនតោនប្រភពបានបញ្ជាក់ថាលក្ខខណ្ឌទាំងនេះមានគោលបំណងតែមួយគត់គឺបង្កើតកម្រិតអបបរមានៃការទុកចិត្តដែលចាំបាច់សម្រាប់ការបន្តកិច្ចសន្ទនាខណៈដែលទីក្រុងតេហេរ៉ង់បានបញ្ជូនការឆ្លើយតបជាផ្លូវការរបស់ខ្លួនចំពោះសំណើសេចក្តីព្រាងចុងក្រោយរបស់សហរដ្ឋអាមេរិកតាមរយៈអ្នកសម្រុះសម្រួលប៉ាគីស្ថានកាលពីថ្ងៃអាទិត្យអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោកអ៊ីស្មែលបាហ្គេបាននិយាយកាលពីថ្ងៃច័ន្ទថាសំណើរបស់អ៊ីរ៉ង់មានគោលបំណងសំខាន់ក្នុងការធានាសិទ្ធិស្របច្បាប់របស់ប្រជាជនអ៊ីរ៉ង់ប៉ុណ្ណោះខណៈដែលលោកអ៊ីប្រាហ៊ីមរេហ្សាអេអ្នកនាំពាក្យគណៈកម្មាធិការសន្តិសុខជាតិនិងគោលនយោបាយការបរទេសរបស់សភាបានព្រមានកាលពីថ្ងៃអង្គារថាអ៊ីរ៉ង់អាចនឹងបង្កើនកម្រិតចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ុមរបស់ខ្លួនដល់ 90% ប្រសិនបើមានការវាយប្រហារឡើងវិញយោងតាមរបាយការណ៍របស់កាសែត New York Times នឹងត្រូវបានស្រង់យកមកចុះផ្សាយដោយសារព័ត៌មាន Iran International ក៏បានឲ្យដឹងថាការវិដំណ័យចារកម្មរបស់សហរដ្ឋអាមេរិកបានបង្ហាញថាអ៊ីរ៉ង់នៅតែរក្សាបានសមត្ថភាពមីស៊ីលប្លង់ដ៏សំខាន់មួយទោះបីជាបានរងការវាយប្រហារជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលអស់រយៈពេលជាច្រើនខែក៏ដោយរបាយការណ៍បានបញ្ជាក់ថាអ៊ីរ៉ង់ត្រូវបានគេជឿថានៅតែរក្សាផ្នែកស្នូលមួយនៃកម្លាំងមីស៊ីលរបស់ខ្លួនសូម្បីតែក្រោយពីប្រតិបត្តិការយោធាច្រើនដងដែលមានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនក៏ដោយមន្ត្រីអាមេរិកបានវិតម្លៃថាទោះបីជាផ្នែកខ្លះនៃបណ្ដាញផលិតនិងប្រព័ន្ធបាញ់បង្ហោះមីស៊ីលរបស់អ៊ីរ៉ង់ត្រូវបានខូចខាតក៏ដោយក៏ប្រទេសនេះនៅតែបន្តរក្សាឃ្លាំងអាវុធដែលអាចប្រើប្រាស់បាននិងសមត្ថភាពផលិតមីស៊ីលក្នុងកម្រិតគួរឲ្យកត់សម្គាល់លោកមហាម៉ាត់អ៊ីស្លាមីនាយកអង្គការថាមពលអាតូមិកនៃអ៊ីរ៉ង់បានលើកឡើងថាបច្ចេកវិទ្យានុយក្លេអ៊ែរនិងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ុមនឹងមិនត្រូវបានដាក់បញ្ចូលក្នុងកិច្ចពិភាក្សាណាមួយជាមួយសហរដ្ឋអាមេរិកនោះឡើយប្រធានាធិបតីអាមេរិកលោក Donald Trump បានសង្កត់ធ្ងន់កាលពីថ្ងៃច័ន្ទថាសំណើរបស់ទីក្រុង Washington មានគោលបំណងចម្បងក្នុងការរារាំងអ៊ីរ៉ង់មិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរហើយបានកត់សម្គាល់ថាការឆ្លើយតបរបស់អ៊ីរ៉ង់មិនបានផ្ដល់ការបដិញ្ញាចិត្តលើចំណុចនេះឡើយខណៈដែលលោកបានបន្ថែមថាបាត់ឈប់បាញ់បច្ចុប្បន្នរវាងភាគីទាំងពីរនៅតែមានប៉ុន្តែមានភាពផុយស្រួយខ្លាំងសំណើ14ចំណុចរបស់សហរដ្ឋអាមេរិកដែលត្រូវបានរាយការណ៍ថាជាអនុសារណៈនៃការយោគយល់គ្នាមួយទំព័រមានធាតុស្នូលចំនួន2គឺអ៊ីរ៉ង់បើកច្រកសមុទ្រហ័រមូសជាថ្នូរនឹងការបើកផ្លូវដោយកងទ័ពជើងទឹកអាមេរិកបន្តិចម្ដងនិងការកំណត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មមួយផ្នែកបន្ទាប់ពីការផ្ទុះសង្គ្រាមអ៊ីរ៉ង់បានបិទច្រកសមុទ្រហ័រមូសដែលបង្កឲ្យមានការរំខានយ៉ាងខ្លាំងដល់ទីផ្សារថាមពលពិភពលោកជាការឆ្លើយតបទៅនឹងភាពតានតឹងដែលកំពុងកើនឡើងក្រសួងការពារជាតិអង់គ្លេសក៏បានប្រកាសកាលពីថ្ងៃអង្គារថាចក្រភពអង់គ្លេសនឹងដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកយន្តហោះចម្បាំងនិងនាវាកងទ័ពជើងទឹកដើម្បីគាំទ្របេសកកម្មអមការពារពហុជាតិនៅច្រកសមុទ្រហ័រមូសដែលរួមមានយន្តហោះចម្បាំង Typhoon និងនាវាពិឃាត HMS Dragon ហើយទីក្រុងឡុងបានបញ្ជាក់ថាប្រតិបត្តិការនេះនឹងទទួលបានមូលនិធិបន្ថែម$155លានដើម្បីពង្រឹងសមត្ថភាពយន្តហោះគ្មានមនុស្សបើកនិងប្រព័ន្ធប្រឆាំងរបស់វាខណៈដែលរដ្ឋមន្ត្រីការពារជាតិ John Healey បានមានប្រសាសន៍ថាចក្រភពអង់គ្លេសនឹងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីជំរុញបេសកកម្មនេះ ខ
កាលពីដើមខែនេះប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងក៏បានស្នើឲ្យបង្កើតប្រតិបត្តិការអមការពារពហុជាតិដឹកនាំដោយបារាំងនិងចក្រភពអង់គ្លេសនៅច្រកសមុទ្រហ័រមូសក្នុងអំឡុងពេលការហៅទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាស៊ូពេសេស្គីនខណៈដែលនៅថ្ងៃដដែលក្រសួងការពារជាតិបារាំងបានប្រកាសថានាវាផ្ទុកយន្តហោះ Charles de Gaulle បានឆ្លងកាត់ព្រែកជីកស៊ុយអេឆ្ពោះទៅសមុទ្រក្រហមភាគខាងត្បូងដើម្បីត្រៀមខ្លួនសម្រាប់បេសកកម្មនោះនៅពេលដែលភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅតែបន្តមានការរាយការណ៍មកថាអ៊ីរ៉ង់បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការអាជ្ញាកណ្ដាលដែលចោទប្រកាន់ទីក្រុង Washington ពីការឈ្លានពានដោយការវាយប្រហារយោធាលើរោងចក្រនុយក្លេអ៊ែរការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងការគំរាមប្រើកម្លាំងខណៈដែលការទាមទារដែលពាក់ព័ន្ធនឹងអ្វីដែលត្រូវបានហៅថាសង្គ្រាម12ថ្ងៃនៅក្នុងខែកុម្ភៈនិងខែមីនាឆ្នាំ2026ត្រូវបានចុះបញ្ជីជាផ្លូវការជាមួយសាលាក្តីអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានយល់ព្រមលើបទឈប់បាញ់កាលពីថ្ងៃទី8ខែមេសាបន្ទាប់ពីចំនួនរយៈពេល40ថ្ងៃដែលបានចាប់ផ្ដើមពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើទីក្រុងតេអ៊ីរ៉ង់និងទីក្រុងផ្សេងៗទៀតរបស់អ៊ីរ៉ង់កាលពីថ្ងៃទី28ខែកុម្ភៈខណៈដែលគណៈប្រតិភូនៃប្រទេសទាំងពីរបានជួបពិភាក្សាជាបន្តបន្ទាប់នៅទីក្រុងអ៊ីស្លាមាបាតនៅថ្ងៃទី11និង12ខែមេសាប៉ុន្តែមិនទាន់បានឈានដល់កិច្ចព្រមព្រៀងណាមួយឡើយហើយចាប់តាំងពីពេលនោះមកភាគីទាំងពីរបានបន្តផ្លាស់ប្តូរសំណើព្រៀងតាមរយៈប្រទេសទី3គឺប៉ាគីស្ថានដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះនេះនៅខណៈនេះក៏មានការរាយការណ៍ពីសារព័ត៌មាន NBC News ដែលដកស្រង់សម្ដីមន្ត្រីអាមេរិកពីរូបថាយោធាសហរដ្ឋអាមេរិកកំពុងពិចារណាបដូរឈ្មោះសង្គ្រាមជាមួយអ៊ីរ៉ង់ទៅជាប្រតិបត្តិការ Sledgehammer ប្រសិនបើបទឈប់បាញ់បច្ចុប្បន្នបរាជ័យប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវបានគេរំពឹងថាអាចនឹងធ្វើការសម្រេចចិត្តក្នុងការចាប់ផ្ដើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់ប្រសិនបើបទឈប់បាញ់រវាងភាគីទាំងពីរបរាជ័យរបាយការណ៍បានបញ្ជាក់ដោយដកស្រង់សម្ដីមន្ត្រីសេតវិមានម្នាក់ដែលដឹងពីការពិភាក្សាបានឲ្យដឹងថាប្រតិបត្តិការយោធាថ្មីណាមួយប្រឆាំងនឹងអ៊ីរ៉ង់នឹងត្រូវអនុវត្តក្រោមឈ្មោះនិងទម្រង់នៃប្រតិបត្តិការថ្មីដើម្បីបំបែកពីដំណាក់កាលសង្គ្រាមពីមុនរបាយការណ៍ក៏បានបន្ថែមថាតាមទស្សនៈរបស់រដ្ឋបាល Trump ការប្រើឈ្មោះប្រតិបត្តិការថ្មីអាចនឹងចាប់ផ្ដើមឡើងវិញនៅរយៈពេល60ថ្ងៃដែលត្រូវការការអនុញ្ញាតពីសភាសម្រាប់ការបន្តសង្គ្រាមខណៈដែលមន្ត្រីអាមេរិកបានបញ្ចេញឈ្មោះមួយរូបបានបញ្ជាក់ថាប្រតិបត្តិការ Sledgehammer មិនមែនជាជម្រើសតែមួយគត់ដែលកំពុងត្រូវបានពិចារណានោះទេជាមួយគ្នានេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រមានថាអ៊ីរ៉ង់អាចនឹងប្រឈមមុខនឹងការបំផ្លាញយ៉ាងធ្ងន់ធ្ងរនិងស្ថានភាពបញ្ចប់ទាំងស្រុងប្រសិនបើបន្តបដិសេធមិនចូលរួមធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុង Washington ខណៈដែលលោកបានបញ្ជាក់បន្ថែមថាសហរដ្ឋអាមេរិកមិនចាំបាច់ពឹងផ្អែកលើជំនួយពីប្រទេសចិនក្នុងការដោះស្រាយបញ្ហាជាមួយអ៊ីរ៉ង់ឡើយព្រោះស្ថានភាពនេះស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងតាមវិទ្យាស្ថានសិក្សាសង្គ្រាម ISW បានបញ្ជាក់កាលពីថ្ងៃអង្គារថាអ៊ីរ៉ង់ពេលនេះក៏ហាក់ដូចជាកំពុងរៀបចំខ្លួនសម្រាប់ការបន្តអារិភាពជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលខណៈដែលកំពុងព្យាយាមស្វែងរកការធានាប្រឆាំងនឹងការវាយប្រហារនាពេលអនាគតតាមរយៈការចរចាណាមួយក្រុមអ្នកវិភាគដែលមានមូលដ្ឋាននៅទីក្រុង Washington បានបញ្ជាក់ថាទីក្រុងតេអ៊ីរ៉ង់បានបង្ហាញយ៉ាងច្បាស់ថាខ្លួននឹងមិនចូលរួមដោយគ្មានវិធានការទប់ស្កាត់ដែលអាចជឿទុកចិត្តបាននោះទេរួមទាំងការទាមទារដែលពាក់ព័ន្ធនឹងការទទួលស្គាល់អធិបតេយ្យភាពលើច្រកសមុទ្រហ័រមូសរបាយការណ៍ក៏បានបន្ថែមថាកងឆ្មាំបដិវត្តន៍អ៊ីស្លាមហាក់ដូចជាកំពុងពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងរចនាសម្ព័ន្ធអំណាចនយោបាយនិងយោធារបស់អ៊ីរ៉ង់ក្រោមការដឹកនាំរបស់លោកអាមេតវ៉ាហ៊ីឌីនិងបណ្ដាញជិតស្និទ្ធរបស់លោកដែលអាចប៉ះពាល់ដល់ទិសដៅនយោបាយសន្តិសុខរបស់ប្រទេសនៅក្នុងពេលអនាគតមុនជំនួបកំពូលរវាងលោកឆ្រាំនិងលោកស៊ីនៅទីក្រុងប៉េកាំងស្ថានភាពជុំវិញកោះតៃវ៉ាន់កាន់តែតានតឹងក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថាចាប់តាំងពីថ្ងៃទី7ខែឧសភាឆ្នាំ2026មកខ្លួនបានរកឃើញសកម្មភាពយោធាចិនជុំវិញកោះតៃវ៉ាន់រួមមានយន្តហោះយោធាចំនួន22ជើងហោះហើរនាវាចម្បាំង6គ្រឿងនិងនាវាល្បាត1គ្រឿងក្នុងនោះមានជើងហោះហើរចំនួន18បានហោះឆ្លងខ្សែកណ្ដាលច្រកសមុទ្រតៃវ៉ាន់និងចូលទៅដល់តំបន់ការពារដែនអាកាសភាគខាងជើងកណ្ដាលនិរតីនិងភាគខាងកើតរបស់តៃវ៉ាន់យោងតាម The Tribune តៃវ៉ាន់បញ្ជាក់ថាយន្តហោះដែលចិនពង្រាយមានយន្តហោះចម្បាំង J10, J16 យន្តហោះបញ្ជាការលើអាកាស KJ500 និងយន្តហោះផ្សេងៗជាច្រើនគ្រឿងទៀតនេះគឺជាសកម្មភាពយោធារួមគ្នារវាងអាកាសនិងសមុទ្រខណៈដែលនាវាចម្បាំងចិនក៏បន្តចាត់ឡាត់ជុំវិញកោះតៃវ៉ាន់ដែរតៃវ៉ាន់បានឆ្លើយតបដោយបញ្ជូនយន្តហោះនាវានិងប្រព័ន្ធមីស៊ីលតាមឆ្នេរសមុទ្រដើម្បីតាមដាននិងការ
ភាស្ថានភាពចាប់តាំងពីឆ្នាំ2020មកទីក្រុងប៉េកាំងបានបង្កើតយុទ្ធសាស្ត្រពីលោកមុនសង្គ្រាមដែលហៅថា Grey Zone Tactics ដើម្បីសាកល្បងកម្លាំងយោធាមុនឈានទៅដល់សង្គ្រាមពេញលេញយុទ្ធសាស្ត្រនេះបង្កឲ្យតៃវ៉ាន់ត្រូវប្រុងជើងការជានិច្ចកាសែត The Tribune រាយការណ៍ថាសកម្មភាពនេះកើតឡើងមុនជំនួបរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping ដែលក្រុងធ្វើនៅទីក្រុងប៉េកាំងនៅថ្ងៃទី14និងទី15ខែឧសភាឆ្នាំ2026រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio និយាយថាបញ្ហាតៃវ៉ាន់ទំនងជានឹងត្រូវលើកឡើងក្នុងជំនួបនេះខណៈដែលភាគីទាំងពីរដឹងថាការប៉ះទង្គិចនៅកោះតៃវ៉ាន់អាចរង្គើដល់ Indo-Pacific ទាំងមូលតែម្ដងប្រសិនបើគ្រប់គ្រងមិនបានល្អមន្ត្រីសន្តិសុខជាតិតៃវ៉ាន់បារម្ភថាប៉េកាំងអាចព្យាយាមប្រើយុទ្ធសាស្ត្របង្កើតសម្ពាធដើម្បីជំរុញឲ្យទីក្រុង Washington ផ្លាស់ប្ដូរភាសានយោបាយណាមួយពាក់ព័ន្ធទៅនឹងតៃវ៉ាន់ចំពោះទីក្រុងប៉េកាំងកោះតៃវ៉ាន់គឺជាបញ្ហាអធិបតេយ្យភាពចំពោះតៃវ៉ាន់វិញនេះគឺជាបញ្ហាជីវិតនយោបាយនិងសន្តិសុខជាតិដោយឡែកចំពោះអាមេរិកវាគឺជាចំណុចសាកល្បងថាតើទីក្រុង Washington នៅតែអាចរក្សាតុល្យភាពអំណាចនិងការពារសម្ព័ន្ធមិត្តនៅអាស៊ីបានដែរឬទេដូច្នេះសកម្មភាពយោធាចិនជុំវិញកោះតៃវ៉ាន់ពេលនេះគឺជាការលើកថ្មសង្កត់ទុកមុនការចរចាជាមួយអាមេរិកមកដល់រុស្ស៊ីបញ្ចេញមីស៊ីលថ្មី Cherren-5 ដែលស្រដៀងនឹង Flamingo របស់អ៊ុយក្រែននៅក្នុងឱកាសអបអរសាទរនៃការប្រារព្ធទិវាជ័យជំនះកាលពីថ្ងៃទី9ឧសភារុស្ស៊ីត្រូវបានគេដឹងថាបានបង្ហាញនូវសពាវុធប្រភេទថ្មីគឺមីស៊ីលគ្រូសដែលមានឈ្មោះថា Cherren-5 ក្នុងអំឡុងការដង្ហែក្បួនរបស់ខ្លួនមីស៊ីលគ្រូស Cherren-5 ត្រូវបានរចនាឡើងសម្រាប់បំពាក់លើប្រព័ន្ធយោធាដែលមានប្រវែងប្រហែល80ម៉ែត្រវីដេអូដែលតាក់ទងនឹងកាំជ្រួចនេះត្រូវបានបង្ហាញថាបានថតនៅទីតាំងបាញ់បង្ហោះមួយនៅក្នុងតំបន់អូរីយ៉ុលរបស់រុស្ស៊ីនៅក្នុងវីដេអូបានបង្ហាញពីការបាញ់បង្ហោះមីស៊ីល Cherren-5 ចេញពីដីនិងមានរបាយការណ៍មួយចំនួនក៏បានបង្ហាញថាកាំជ្រួចនេះអាចបាញ់ចេញពីយន្តហោះប្រយុទ្ធប្រភេទ Su-25 ផងដែរទោះបីជាព្រឹត្តិការណ៍នេះត្រូវបានគេចាត់ទុកថាជាការបង្ហាញជាសាធារណៈលើកដំបូងនៃមីស៊ីលប្រភេទនេះនៅក្នុងប្រទេសរុស្ស៊ីក៏ដោយអាវុធនេះក៏ត្រូវបានគេរាយការណ៍មកថាបានប្រើប្រាស់រួចទៅហើយដោយកងកម្លាំងរុស្ស៊ីក្នុងការវាយប្រហារលើអ៊ុយក្រែនតាមរយៈការស៊ើបការរបស់កងកម្លាំងការពារជាតិអ៊ុយក្រែនក៏បានបង្ហាញរូបភាពកំទេចកំទីនៃកាំជ្រួច Cherren-5 ដែលមានលក្ខណៈស្រដៀងនឹង model ដែលបានបង្ហាញនៅក្នុងក្បួនដង្ហែទិវាជ័យជំនះរបស់រុស្ស៊ីផងដែរ Cherren-5 ត្រូវបានប្រៀបធៀបទៅនឹង AP5 Flamingo របស់អ៊ុយក្រែននិង V1 របស់អាល្លឺម៉ង់ទោះបីជាតាមបច្ចេកទេសវាអាចត្រូវបានចាត់ទុកថាស្ថិតនៅក្នុងក្រុមកាំជ្រួចដែលមានតម្លៃទាបដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅបណ្ដាប្រទេសលោកខាងលិចក៏ដោយបើប្រៀបធៀបជាមួយនឹង AP5 Flamingo មីស៊ីល Cherren-5 មានទំហំតូចជាងនិងផ្ទុកក្បាលគ្រាប់ប្រហែល90គីឡូក្រាមដែលស្រាលជាង Flamingo ដែលអាចផ្ទុកបានដល់ទៅ1តោនហើយមីស៊ីល Cherren-5 មានចម្ងាយក្នុងការហោះហើរប្រហែល 1000 គីឡូម៉ែត្រដែលខ្លីជាងប្រហែល3ដងនៃចម្ងាយហោះហើររបស់មីស៊ីល Flamingo ដោយដែលបានរាយការណ៍ពីមុនវិស្វកររុស្ស៊ីហាក់ដូចជាបានទទួលការបំផុសគំនិតពីការរចនារបស់យន្តហោះគ្មានរូបបើកការ៉ារបស់អ៊ីរ៉ង់នៅក្នុងការអភិវឌ្ឍកាំជ្រួច Cherren-5 យ៉ាងហោចណាស់វាបង្ហាញថារុស្ស៊ីបានយកគំនិតពីការកំណត់រចនាសម្ព័ន្ធស្លាប់ទោះបីជាមានការកែប្រែបន្តិចបន្តួចក៏ដោយនៅក្នុងពេលជាមួយគ្នានេះដ្រូនការ៉ារបស់អ៊ីរ៉ង់ត្រូវបានគេចាត់ទុកថាជាការចម្លងមួយពីយន្តហោះគ្មានរូបបើក MQM-107 Sticker របស់សហរដ្ឋអាមេរិកស្ថានភាពនេះបង្ហាញពីវដ្តនៃការអភិវឌ្ឍយន្តហោះគ្មានមនុស្សបើកដែលឧទាហរណ៍អាចមើលឃើញតាមរយៈប្រព័ន្ធ Shahid របស់អ៊ីរ៉ង់និង Cherren-2 របស់រុស្ស៊ីក៏ដូចជាប្រព័ន្ធ HP របស់អ៊ីស្រាអែលនិងប្រព័ន្ធ DAR របស់អាល្លឺម៉ង់របាយការណ៍ចេញផ្សាយក៏បានបញ្ជាក់ថារុស្ស៊ីបានយកគំនិតពីដ្រូនការ៉ាក្នុងការបំពាក់កាំជ្រួចគ្រូសជាមួយនឹងកាំជ្រួចវាយប្រហារពីអាកាសទៅអាកាសដូចជា R-73 ការរចនានេះត្រូវបានសាកល្បងលើ Cherren-2 រួចមកហើយឥឡូវហាក់ដូចជាបានអភិវឌ្ឍបន្តដោយមានវ៉ារ៉ាយ៉ង់ថ្មីដែលប្រើ R-60 ផងដែរកាំជ្រួចនេះអាចហោះហើរវាយប្រហារឈានដល់ល្បឿនប្រហែល600គីឡូម៉ែត្រក្នុង1ម៉ោងដែលធ្វើឲ្យវាក្លាយជាគ្រោះថ្នាក់មួយជាពិសេសបើផលិតនៅក្នុងចំនួនច្រើនព្រោះវាអាចធ្វើឲ្យប្រព័ន្ធការពារដែនអាកាសមានការលំបាកក្នុងការទប់ស្កាត់ Cherren-5 ប្រើសមាសធាតុស្តង់ដារជាច្រើនរួមមានផ្នែកផលិតពីចិនដូចជាម៉ាស៊ីននិងសមាសធាតុមួយចំនួនពីប្រទេសលោកខាងលិចរួមទាំងសហរដ្ឋអាមេរិកនិងអាល្លឺម៉ង់អង្គតែន Cometa ត្រូវបានដំឡើងលើកាំជ្រួចប្រភេទនេះសម្រាប់ការរុករកគោលដៅថ្មីនេះកងកម្លាំងអ៊ុយក្រែនក៏បានវាយប្រហាររោងចក្រ VNIIR Progress ដែលជាអ្នកផលិតអង្គតែនទាំងនេះហើយរោងចក្រនេះក៏ត្រូវបានវាយប្រហារដោយកាំជ្រួច Flamingo ផងដែរមីស៊ីលប្លង់ Flamingo របស់អ៊ុយក្រែនត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ការពារជាតិ Saha Expo 2026 នៅទីក្រុង Istanbul ប្រទេសទូគីដែលបានបង្ហាញពីសមត្ថភាពបច្ចេកវិទ្យាថ្មីនៅក្នុងវិស័យយោធាអ៊ុយក្រែន
គំរូមីស៊ីលនេះត្រូវបានបង្ហាញជាមួយឧបករណ៍បាញ់ដែលមានមូលដ្ឋានលើយានយន្តដែលបញ្ជាក់ពីការរចនាផ្ដោតលើភាពសាមញ្ញក្នុងការប្រើប្រាស់និងប្រសិទ្ធភាពនៅក្នុងការចំណាយយោងតាម Army Recognition ក្រុមហ៊ុន Firepoint កំពុងផ្សព្វផ្សាយប្រព័ន្ធនេះថាជាអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយដែលផ្ទុកក្បាលគ្រាប់ទម្ងន់ធ្ងន់និងសមត្ថភាពបំផ្លាញយ៉ាងខ្លាំងក្លាខណៈដែលវាត្រូវបានចាត់ថ្នាក់មិនត្រឹមតែជាមីស៊ីលប៊ឺនលឿនប៉ុណ្ណោះទេប៉ុន្តែថែមជាងប្រព័ន្ធគ្មានមនុស្សបើកដែលវាយប្រហារចេញពីដីផងដែរតាមការវិភាគរបស់ Defense Express នេះគឺជាស្ថានភាពគួរឲ្យកត់សម្គាល់មួយដែលបង្ហាញពីនិន្នាការថ្មីក្នុងការរួមបញ្ចូលបច្ចេកវិទ្យាមីស៊ីលនិងដ្រូននៅក្នុងប្រព័ន្ធអាវុធតែមួយក្រុមហ៊ុន Firepoint បានពន្យល់ថាមូលហេតុដែលប្រព័ន្ធមីស៊ីលនៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានចាត់ថ្នាក់ជាយន្តហោះគ្មានមនុស្សបើកគឺដោយសារតែវាអាចទទួលបានអត្ថប្រយោជន៍ផ្នែកបទបញ្ញត្តិនិងច្បាប់ក្នុងស្រុកដែលមិនអនុវត្តចំពោះមីស៊ីលធម្មតាទោះជាយ៉ាងណានៅពេលនិយាយអំពីការផ្សព្វផ្សាយអន្តរជាតិការចាត់ថ្នាក់បែបនេះបានបង្កើតសំណួរជាច្រើនព្រោះវាអាចពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងអន្តរជាតិដែលដាក់កម្រិតលើការនាំចេញប្រព័ន្ធមីស៊ីលជាពិសេសទាក់ទងនឹងចម្ងាយបាញ់និងសមត្ថភាពវាយប្រហារក្នុងពេលជាមួយគ្នានេះការអនុវត្តជាក់ស្ដែងលើការរឹតបន្តឹងបែបនេះហាក់ដូចជាកំពុងចុះខ្សោយខណៈដែលប្រព័ន្ធដូចជា Tomahawk ត្រូវបាននាំចេញទៅកាន់ប្រទេសផ្សេងៗរួមទាំងជប៉ុនផងដែរហើយនៅអឺរ៉ុបគម្រោងអាវុធវាយប្រហារចម្ងាយឆ្ងាយក៏កំពុងត្រូវបានលើកកម្ពស់សម្រាប់ទីផ្សារនាំចេញយ៉ាងសកម្មម្យ៉ាងវិញទៀតការចាត់ថ្នាក់ IP5 Flamingo ជាប្រព័ន្ធគ្មានមនុស្សបើកអាចជាការសម្រួលផ្នែកយុទ្ធសាស្ត្រនិងទីផ្សារដោយសារតែការប្រើប្រាស់ពិតប្រាកដរបស់វានៅក្នុងប្រទេសអ៊ុយក្រែនមិនចាំបាច់ត្រូវបានលើកឡើងពេញលេញនៅក្នុងពិព័រណ៍នោះទេហើយការដាក់ស្លាកបែបនេះក៏អាចធ្វើឲ្យប្រទេសផ្សេងៗងាយស្រួលក្នុងការទទួលយកប្រព័ន្ធនេះផងដែរការពិតដែលថា Flamingo ត្រូវបានដាក់តាំងបង្ហាញនៅក្នុងសាហា Expo 2026ដែលជាពិព័រណ៍ការពារជាតិធំបំផុតមួយនៅក្នុងប្រទេស NATO បង្ហាញថា Firepoint មានបំណងចូលទៅកាន់ទីផ្សារអន្តរជាតិយ៉ាងច្បាស់ដែលអាចកំពុងស្វែងរកវិនិយោគិនដៃគូបរទេសនិងកិច្ចសន្យានាំចេញថ្មីៗទោះបីជាការនាំចេញទាំងនេះនៅតែជាបញ្ហាស្មុគស្មាញក្រោមច្បាប់អ៊ុយក្រែនក៏ដោយគួររំលឹកផងដែរថា IP5 Flamingo ថ្មីៗនេះត្រូវបានរាយការណ៍ថាបានប្រើក្នុងប្រតិបត្តិការវាយប្រហាររួមគ្នារវាងមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងទីតាំងឧស្សាហកម្ម VNIIR Progress នៅទីក្រុង Cheboksary តាមរបាយការណ៍បានដឹងថាមានតែមីស៊ីលមួយគ្រាប់ប៉ុណ្ណោះដែលត្រូវបានអះអាងថាអាចទម្លុះប្រព័ន្ធការពារដែនអាកាសខណៈដែលលទ្ធផលលម្អិតនៃការវាយប្រហារនេះត្រូវបានវិភាគបន្ថែមនៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយថាលោក Donald Trump បានធ្វើដំណើរចាកចេញពីទីក្រុង Washington ទៅកាន់ទីក្រុងប៉េកាំងហើយរឿងនេះគឺជាអ្វីដែលគេរំពឹងទុកថាមានការពិភាក្សាយ៉ាងច្រើនទៅលើប្រធានបទផ្សេងៗសម្រាប់ជំនួបកំពូលអ្វីដែលយើងបានដឹងគឺថានៅមុនជំនួបកំពូលនេះគឺថាមានការចាប់អារម្មណ៍ច្រើនណាស់តាក់ទងទៅនឹងប្រធានបទដែលមេដឹកនាំកំពូលទាំងពីរនឹងពិភាក្សានិយាយឲ្យចំគឺថាលោក Donald Trump បានផ្អាកម្ដងហើយបានខកខានម្ដងហើយលើកពេលម្ដងហើយសម្រាប់ជំនួបកំពូលដែលក្រុងធ្វើឡើងកាលពីចុងខែមីនានិងដើមខែមេសាហើយលើកនេះគឺជាជំនួបដែលលោកមិនអាចលើកពេលទៀតទេហើយលោកបានធ្វើដំណើរចាក់ចេញពីទីក្រុង Washington ទៅកាន់ទីក្រុងប៉េកាំងហើយបាទចាលោករ៉ាន់រយមែនទៅជំនួបរវាងប្រធានាធិបតី Donald Trump និងប្រធានាធិបតីចិននេះគឺមានការចាប់អារម្មណ៍ខ្លាំងពីពិភពលោកហើយតើចង់ដឹងថាតើអ្វីជាការផ្ដោតសំខាន់របស់ពិភពលោកដែលគួរឲ្យចាប់អារម្មណ៍នៅមុនកិច្ចប្រជុំរវាងមេដឹកនាំកំពូលទាំងពីរនេះបាទជាការពិតហើយជំនួបមេដឹកនាំកំពូលទាំងពីរគឺជាការកំណត់នៅជោគវាសនារបស់ពិភពលោកក៏អាចថាបានដោយសារតែមេដឹកនាំកំពូលទាំងពីរនេះកំពុងតែមានឥទ្ធិពលខ្លាំងណាស់នៅក្នុងការកាច់ចង្កូតពិភពលោកនៅពេលបច្ចុប្បន្នគឺមកខាង Donald Trump កំពុងតែបានធ្វើឲ្យមានសង្គ្រាមនៅមជ្ឈមបូព៌ាហើយមកខាងទៀតគឺខាង Xi Jinping ដែលជាប្រធានាធិបតីនៃប្រទេសមហាអំណាចមានសេដ្ឋកិច្ចធំបំផុតទី2របស់ពិភពលោកហ្នឹងក៏កំពុងតែមានការដាក់សម្ពាធឲ្យមានការបញ្ចប់សង្គ្រាមនេះហើយអ្វីដែលជាការដាក់សម្ពាធនោះគឺថាពិភពលោកកំពុងតែរងសម្ពាធខ្លាំងដោយសារតែការធ្លាក់ចុះនៅសេដ្ឋកិច្ចដែលគេអាចរំពឹងទុកដោយសារតែការឡើងថ្លៃប្រេងក៏ដូចជាការខ្វះខាតនៅធនធានប្រេងសម្រាប់បម្រើឲ្យវិស័យផ្សេងឧស្សាហកម្មក៏ដូចជាការដឹកជញ្ជូនហើយប្រធានបទសំខាន់ដែលពិភាក្សាដែលពិភពលោកកំពុងតែតាមដានគឺថាមេដឹកនាំកំពូលទាំងពីរនឹងស្វែងរកវិធីសាស្ត្រដើម្បីបញ្ចប់ភាពតានតឹងនៅមជ្ឈមបូព៌ាផងក៏ដូចជាអាចនឹងឈានទៅដល់ការបញ្ចប់នៅសង្គ្រាមបង្ហូរឈាមនៅឯប្រទេសអ៊ុយក្រែនផង
នេះគឺជាអ្វីដែលយើងគេឃើញថាមេដឹកនាំកម្ពុជាចិនកំពុងតែមានអធិបុលខ្លាំងនៅក្នុងពេលនេះហើយយើងឃើញថាមានការលើកឡើងការវិភាគជាច្រើននៅមិនត្រឹមតែនៅអាមេរិកទេនៅអូស្ត្រាលីក៏ដូចជាសារព័ត៌មានជាច្រើនទៀតគឺបានផ្ដោតការយកចិត្តទុកដាក់ចំពោះអ្វីដែលជាជំនួបកម្ពុជាជាប្រវត្តិសាស្ត្រក្នុងពេលដែលពិភពលោកកំពុងតែហែកហូរគ្នានេះបាទចាលោករ៉ាន់រយមែនតើតើមេដឹកនាំនៃប្រទេសទាំងពីរនឹងជ្រើសយកប្រធានបទក្តៅអ្វីទៅពិភាក្សាគ្នាដែរបាទសម្រាប់ប្រធានបទដែលយើងបានតាមដានហើយមានការលើកឡើងវិភាគជាហោហែមកគឺថាមានការដាក់នៅកម្រិតនៃកម្ដៅខុសៗគ្នាដែលមេដឹកនាំទាំងពីរអាចនឹងពិភាក្សាក្នុងថ្ងៃទី14និងថ្ងៃទី15ខាងមុខនេះហើយបើយើងផ្អែកទៅលើអ្វីដែលបានគ្រោងទុកកាលពីមុនគឺថាមេដឹកនាំកម្ពុជាទាំងពីរហ្នឹងបានន័យថាមុនសង្គ្រាមកើតឡើងគឺថាមេដឹកនាំទាំងពីរកំណត់ប្រធានបទជាអត្ថិភាពគឺតាក់ទងទៅនឹងធនធានរ៉ែកម្រដែលប្រទេសចិនជាអ្នកផ្គត់ផ្គង់ឲ្យសហរដ្ឋអាមេរិកហើយមួយទៀតគឺថាតាក់ទងទៅនឹងសន្តិសុខជាតិរបស់ពិភពលោកដែលមេដឹកនាំទាំងពីរក្រុមពិភាក្សាកាលពីមុនសង្គ្រាមប៉ុន្តែប្រធានបទទាំងនេះបានคล้ายទៅជារឿងបន្តបន្សំវិញនៅពេលដែលស្ថានភាពសង្គ្រាមនៅឯមជ្ឈិមបូព៌ាជាពិសេសគឺនៅប្រទេសអ៊ីរ៉ង់បានកើតឡើងហើយប្រធានបទដែលបើកច្រក Hormuz គឺជាច្រកដែលនាំចេញប្រេងដ៏សំខាន់បានคล้ายទៅជាប្រធានបទនៃការវិភាគរបស់អ្នកវិភាគនៅជុំវិញពិភពលោកថានឹងคล้ายទៅជាប្រធានបទនៃការពិភាក្សាដ៏សំខាន់រវាងមេដឹកនាំទាំងពីរហើយនៅមុនចេញដំណើរទៅកាន់ទីក្រុងប៉េកាំង CNN បានរាយការណ៍ក៏ដូចជាសួរលោក Donald Trump ថាតើលោកនឹងពិភាក្សាអំពីបញ្ហាអ៊ីរ៉ង់ដែរឬទេនៅក្នុងដំណើរនេះអ្វីដែលយើងខូតបានពីខាង CNN បានរាយការណ៍ថាលោក Donald Trump បានឆ្លើយថាលោកនឹងពិភាក្សានឹងប្រើពេលយូរសម្រាប់ការពិភាក្សាជាមួយនឹងលោកស៊ីអំពីបញ្ហាអ៊ីរ៉ង់បញ្ហាអ៊ីរ៉ង់គឺថាការពិភាក្សានឹងផ្ដោតសំខាន់បំផុតទៅលើបញ្ហាច្រក Hormuz ដែលជាច្រកនាំចេញប្រេងយើងដឹងហើយថាប្រទេសចិនក៏ដូចជាបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីក៏ដូចជាអាស៊ាននិងអឺរ៉ុបគឺថាពឹងផ្អែកលើការនាំប្រេងចេញពីច្រក Hormuz ចូលទៅកាន់ប្រទេសរៀងៗខ្លួនដើម្បីបម្រើឲ្យវិស័យពាណិជ្ជកម្មឧស្សាហកម្មក៏ដូចជាការដឹកជញ្ជូនផ្សេងៗទៀតដូច្នេះហើយការបិទគប់ច្រក Hormuz ពីសំណាក់អ៊ីរ៉ង់ដល់ជិតហើយក៏ដូចជាការបិទមួយជាន់ទៀតពីខាងនាវាកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកគឺធ្វើឲ្យច្រកនេះคล้ายជាច្រកដែលมันអាចនាំចេញបាននៅប្រេងដែលជាតម្រូវការពិភពលោកដូច្នេះហើយការលើកឡើងនានាគឺថាច្រកបញ្ហាច្រក Hormuz ឬសង្គ្រាមនៅមជ្ឈមបូព៌ាគឺជាប្រធានបទដែលក្តៅពិភាក្សាសម្រាប់ការពិភាក្សារវាងមេដឹកនាំសហរដ្ឋអាមេរិកលោក Donald Trump ហើយនិងប្រធានាធិបតី Xi Jinping របស់ប្រទេសចិនដែលជាមេដឹកនាំកំពុងតែមានឥទ្ធិពលខ្លាំងនៅក្នុងពិភពលោកនាពេលនេះបាទចាលោករ៉ាន់នៅក្នុងរយៈពេលចុងក្រោយនេះតើមានការវិភាគយ៉ាងណាចំពោះទូនីតិរបស់ចិននៅក្នុងបរិបទដែលពិភពលោកកំពុងហែកហួរដោយសារសង្គ្រាមបាទមានការលើកឡើងអំពីទូនាទីដ៏សំខាន់របស់ប្រទេសចិននៅក្នុងការសម្របសម្រួលដើម្បីនាំឲ្យមានស្ថិរភាពនៅក្នុងពិភពលោកនៅក្នុងនោះគឺថាចាប់តាំងពីសង្គ្រាមនៅប្រទេសអ៊ុយក្រែនបានកើតឡើងក៏ដូចជាឈានមកដល់សង្គ្រាមនៅឯប្រទេសអ៊ីរ៉ង់នេះគឺថាចិនតែងតែនៅឆ្ងាយពីចំនួនដោយផ្ទាល់ឬក៏ថាមិនបានចូលរួមនៅក្នុងចំនួនរវាងប្រទេសមហាអំណាចទាំងពីរឬក៏ថាជាចំនួនជាមួយនឹងអ៊ុយក្រែនហើយនិងរុស្ស៊ីគឺថាចិនឈរនៅខាងរុស្ស៊ីហើយក៏ដូចជាមិនឈរដោយផ្ទាល់ជាមួយនឹងសង្គ្រាមហើយចំនួនសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់ដែលចិនជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ផងគឺថាមិនស្ថិតនៅជិតជាមួយអ៊ីរ៉ង់ជាដើមគឺជាអ្វីដែលគេមើលឃើញថាចិនកំពុងតែធ្វើឲ្យមានស្ថិរភាពនិងនាំពិភពលោកឲ្យមានសន្តិភាពជៀសវាងការប្រយុទ្ធគ្នាដូច្នេះហើយនៅក្នុងដំណើរទស្សនកិច្ចក៏ដូចជានៅក្នុងពេលបច្ចុប្បន្ននេះគឺថាទូនាទីរបស់ចិនបានคล้ายជាទូនាទីអ្នកសម្របសម្រួលដ៏សំខាន់មួយដើម្បីបញ្ចប់នៅសង្គ្រាមទាំងពីរហើយយើងឃើញហើយប្រហែលថ្ងៃនេះគឺថាចិនកំពុងតែគីងកោបណ្ដាប្រទេសនៅសម្ព័ន្ធមិត្តក្រៅពីចំនួនហ្នឹងគឺថាឲ្យមានការគ្រប់គ្រងទៅលើទូនាទីរបស់ប្រទេសប៉ាគីស្ថាន
ឲ្យបញ្ចប់សង្គ្រាមឬថាដើរតួនាទីជាអ្នកសម្របសម្រួលបញ្ចប់សង្គ្រាមនៅប្រទេសអ៊ីរ៉ង់ហើយដូច្នេះហើយគឺថាចិនគឺបង្ហាញនៅវត្តមានជាសន្តានការីមួយដ៏សំខាន់ដែលអាចដាក់សម្ពាធពីទៅខាងភាគីចំនួននានាឲ្យទទួលយកនៅលក្ខខណ្ឌនឹងធ្វើសម្បទានឲ្យគ្នាទៅវិញទៅមកដូច្នេះហើយនៅក្នុងគណៈពេលនេះគឺថាប្រទេសចិនកំពុងតែមានទូនាទីដ៏សំខាន់មួយគឺសម្របសម្រួលរវាងភាគីចំនួនទាំងអស់ឲ្យដាក់ចុះក៏ដូចជាផ្ដល់សម្បទានឲ្យគ្នាទៅវិញទៅមកដើម្បីរកវិធីបញ្ចប់នៅស្ថានភាពបន្ទុះសារាយគ្នាបង្ហូរឈាមនេះហើយនេះគឺជាអ្វីដែលយើងឃើញថាមានការវិភាគលើកឡើងជាច្រើនថាចិនកំពុងតែធ្វើឲ្យមានស្ថិរភាពនៅក្នុងពិភពលោកជាពិសេសគឺថាបញ្ចប់ឲ្យចំនួនរវាងមហាអំណាចនិងមហាអំណាចហើយចិនគឺជាអ្នកទប់នៅមហាអំណាចទាំងអស់មិនឲ្យមានការប្រជែងគ្នាយើងឃើញហើយថាសេដ្ឋកិច្ចរបស់ប្រទេសចិនមានការរីកចម្រើនខ្លាំងហើយសេដ្ឋកិច្ចរបស់ចិនកំពុងតែមាននៅវត្តមាននៅបណ្ដាប្រទេសផ្សេងៗដែលចិនតែងតែធ្វើនៅគម្រោងអភិវឌ្ឍន៍នានាដូច្នេះហើយចិនមិនត្រឹមតែជាអ្នកមានឥទ្ធិពលនៅក្នុងការរក្សានៅស្ថិរភាពទេគឺថាចិនក៏មិនចង់ឲ្យសង្គ្រាមទាំងអស់នោះគឺថាវាជះឥទ្ធិពលប៉ះពាល់ទៅដល់គម្រោងអភិវឌ្ឍន៍របស់ខ្លួនផងដែរដូច្នេះហើយប្រធានាធិបតីចិនស៊ីជីនពីងដែលបានដាក់ចេញនៅគម្រោង Belt and Road តាំងពីឆ្នាំ2013មកហ្នឹងគឺថាបានប្រឹងប្រែងចាយវាយនៅប្រាក់ការវិនិយោគច្រើនទៅលើបណ្ដាប្រទេសផ្សេងៗដូច្នេះហើយបើសិនជាសង្គ្រាមនេះរីករាលដាលទៅតំបន់ផ្សេងៗក៏ដូចជារីករាលដាលកាន់តែធំគឺថានឹងប៉ះពាល់ផលប្រយោជន៍ចិនកាន់តែខ្លាំងអញ្ចឹងហើយចិនបានកំពុងតែធ្វើទូនាទីរបស់ខ្លួនឲ្យមានភាពរឹងមាំនៅក្នុងការទាញចំនួនឲ្យឈានទៅដល់ទីបញ្ចប់ដើម្បីធ្វើយ៉ាងណារក្សាស្ថិរភាពនៅក្នុងពិភពលោកឡើងវិញនេះគឺជាអ្វីដែលយើងឃើញមានការវិភាគច្រើនចំពោះរឿងនេះថាទូនាទីរបស់ចិនមានភាពធំទូលំទូលាយនិងមានភាពលេចធ្លោនៅក្នុងការឈានទៅបញ្ចប់សង្គ្រាមនៅពិភពលោកបាទចាតាមការលើកឡើងរបស់លោកគឺចិនមានតួនាទីសំខាន់គឺអាចនឹងដោះស្រាយនៅបញ្ហាក៏ដូចជាដោះស្រាយនៅសង្គ្រាមដោយសារតែជាប្រទេសមហាអំណាចនិងជាប្រទេសដែលមានសេដ្ឋកិច្ចធំលោករ៉ាន់រ៉ៃតាអាចដែរទេថាចិននឹងប្រើឥទ្ធិពលទាំងអស់នេះដើម្បីបញ្ចប់សង្គ្រាមធំចំនួន2ជាការពិតហើយនៅក្នុងអ្វីដែលយើងបានតាមដាននៅព័ត៌មានអន្តរជាតិសំខាន់គឺមានការវិភាគលើកឡើងថាទូនាទីរបស់ប្រទេសចិនសម្រាប់ចំនួននៅឯប្រទេសអ៊ុយក្រែនគឺថាបានដើរតួនាទីសំខាន់ជាមួយនឹងប្រទេសទូគីនៅក្នុងការធ្វើយ៉ាងណាគឺបញ្ចុះបញ្ចូលរុស្ស៊ីឲ្យទទួលយកនៅលក្ខខណ្ឌក៏ដូចជាខាងភាគីអ៊ុយក្រែនហ្នឹងឲ្យទទួលយកនៅលក្ខខណ្ឌពីខាងរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាមនោះហើយនៅក្នុងនេះដែរយើងឃើញថាទាំងចិនទាំងសហរដ្ឋអាមេរិកជាពិសេសគឺសហរដ្ឋអាមេរិកជាពិសេសគឺប្រធានាធិបតីដូណាល់ត្រាំក៏បានប្រឡូយម្ដងហើយថាសង្គ្រាមនៅប្រទេសអ៊ុយក្រែនអាចនឹងចប់ទន្ទឹមគ្នាជាមួយនឹងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ដូច្នេះហើយការលើកឡើងបែបនេះគឺអាចជាការមានការពិភាក្សាគ្នាទៅលើរបៀបដែលនឹងសង្គ្រាមទាំងពីរនេះអាចនឹងបញ្ចប់ដំណើរគ្នាហើយនៅពេលចុងក្រោយគឺថាទូនាទីរបស់ប្រទេសចិនហើយនឹងទូគីគឺថានៅក្នុងការសម្របសម្រួលសង្គ្រាមនៅប្រទេសអ៊ុយក្រែនហ្នឹងក៏មានឥទ្ធិពលកាន់តែខ្លាំងហើយមិនបាច់និយាយទៅដល់បញ្ហានៅប្រទេសអ៊ីរ៉ង់ទេគឺថាចិនគឺមានឥទ្ធិពលខ្លាំងតែម្ដងដូណាល់ត្រាំក៏ធ្លាប់បានលើកឡើងហើយថាការដែលមានបទឈប់បាញ់កាលពីលើកមុនហ្នឹងគឺថាដោយសារតែមានទូនាទីចិនដ៏សំខាន់នៅក្នុងការបង្ខំឬក៏ថាការដាក់សម្ពាធឲ្យអ៊ីរ៉ង់ទទួលយកនៅលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកដើម្បីបង្កើននៅការចរចាប៉ុន្តែទោះបីយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះកិច្ចព្រមព្រៀងឬចរចានៅលក្ខខណ្ឌសន្តិភាពរវាងសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់គឺថាមិនទាន់បានសម្រេចបានទេបើទោះបីជាលោកដូណាល់ត្រាំធ្លាប់បានសរសើរលោកស៊ីជីនពីងកន្លងមកថាជាអ្នកដែលបានជួយច្រើននៅក្នុងការសម្របសម្រួលជាមួយភាគីអ៊ីរ៉ង់ហើយយើងឃើញហើយថានៅក្នុងកន្លងមកនេះគឺថាភាគីអ៊ីរ៉ង់គេជាពិសេសគឺរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាបារ៉ាក់ឈីក៏ធ្លាប់បានមកទស្សនកិច្ចនៅប្រទេសចិនក្រោយពីចំនួនបានផ្ទុះឡើងជាមួយសហរដ្ឋអាមេរិកហើយអាបារ៉ាក់ឈីក៏ធ្លាប់បានទៅទស្សនកិច្ចនៅប្រទេសរុស្ស៊ីហើយដូច្នេះហើយនេះគឺជាអ្វីដែលយើងឃើញថាចិនមានឥទ្ធិពលខ្លាំងអាចនឹងប្រើនៅឥទ្ធិពលរបស់ខ្លួនដើម្បី
ទាញយកក្រសោបយកសង្គ្រាមទាំងពីរនេះឲ្យចប់ដំណើរគ្នាដែលជាការលើកឡើងរបស់មេដឹកនាំរបស់សហរដ្ឋអាមេរិកផងហើយក៏ដូចជាលោកប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលបានថ្លែងកាលពីថ្ងៃសៅរ៍កន្លងមកថាសង្គ្រាមនៅអ៊ុយក្រែននឹងបញ្ចប់ឆាប់ដូច្នេះហើយការបញ្ចប់ឆាប់នៃសង្គ្រាមទាំងពីរអាចនឹងគឺជាឥទ្ធិពលរបស់ចិនមួយដ៏សំខាន់នៅក្នុងពេលចុងក្រោយនេះបាទចាសសូមអរគុណលោករ៉ាន់រ៉ឺដែលបានជម្រាបជូនពាក់ព័ន្ធនឹងដំណើររបស់ប្រធានាធិបតី Donald Trump ទៅកាន់ប្រទេសចិនលោកអ្នកនាងជាទីមេត្រីអ៊ីរ៉ង់បានផ្ញើសារព្រមានធ្ងន់និងដាក់អសន្នវត្តឲ្យអាមេរិកទទួលលក្ខខណ្ឌសន្តិភាពបើមិនចង់ចាញ់សង្គ្រាមតំណាងចរចាកម្ពុជារបស់ប្រទេសអ៊ីរ៉ង់បានផ្ញើសារព្រមានធ្ងន់ទៅកាន់ទីក្រុង Washington កាលពីថ្ងៃអង្គារទី12ខែឧសភានេះថាសហរដ្ឋអាមេរិកគ្មានជំរឿសអ្វីក្រៅតែពីទទួលយកផែនការសន្តិភាពចុងក្រោយរបស់ខ្លួននោះទេបើមិនដូច្នោះទេនឹងត្រូវប្រឈមមុខនឹងការបរាជ័យជាបន្តបន្ទាប់នេះវាយោងតាមការចុះផ្សាយរបស់ CNN នាថ្ងៃទី13ខែឧសភានេះការលើកឡើងនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានព្រមានថាបទច្បាញ់នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាដែលកំពុងអូសបន្លាយជាង2ខែមកនេះកំពុងតែស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្ននិងចិត្តរលាយសាបសូន្យទៅវិញហើយលោក Mohammad Bagher Ghalibaf ដែលជាអ្នកចរចារបស់អ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថាអាមេរិកត្រូវតែគោរពសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់តាមរយៈសំណើ14ចំណុចដែលខ្លួនបានដាក់ជូនលោកបានបន្ថែមដោយចំអកថាបើអាមេរិកនៅតែរារែកមិនព្រមសម្រេចចិត្តឲ្យបានឆាប់ទេនោះអ្នកដែលត្រូវរ៉ាប់រងបន្ទុកចំណាយសង្គ្រាមដ៏ធ្ងន់ធ្ងរគឺគ្មាននរណាក្រៅពីប្រជាជនអាមេរិកដែលជាអ្នកបង់ពន្ធនោះឡើយចាក់ថាការចំណាយនៅក្នុងសង្គ្រាមនេះបានហក់ឡើងដល់ជិត$29,000 លានអាមេរិកទៅហើយចំពោះខ្លឹមសារនៃសំណើសន្តិភាពនេះខាងភាគីអ៊ីរ៉ង់ចង់ឲ្យមានបញ្ឈប់សង្គ្រាមនៅគ្រប់សមរភូមិទាំងអស់រួមទាំងនៅប្រទេសលីបង់ផងដែរលើពីនេះអ៊ីរ៉ង់ទាមទារឲ្យអាមេរិកដកការឡោមព័ទ្ធតាមផ្លូវទឹកនៅតាមកំពង់ផែផ្សេងនិងបញ្ចេញទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក់នៅបរទេសជាយូរមកហើយយ៉ាងណាមិញលោក Donald Trump បានបដិសេធភ្លាមដោយចាត់ទុកថាជារឿងដែលមិនអាចទទួលយកបានឡើយហើយលោកបានប្រកាសដោយជឿជាក់ថាអាមេរិកនឹងទទួលបានជ័យជំនះទាំងសងលើអ៊ីរ៉ង់ជាមិនខានឡើយទស្សនិកជនរុស្ស៊ីបាញ់សាកល្បងមីស៊ីលអន្តរទ្វីបថ្មីអាចបាញ់បានជាង30,000 គីឡូម៉ែត្រខ្លាំងជាងគេលើលោករុស្ស៊ីបានបាញ់សាកល្បងមីស៊ីលបាឡីស្ទិកអន្តរទ្វីបថ្មីមួយគ្រាប់កាលពីថ្ងៃអង្គារជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មមីស៊ីលបាញ់នុយក្លេអ៊ែររបស់ទីក្រុងមូស្គូការបាញ់សាកល្បងនេះត្រូវបានស្វាគមន៍ដោយប្រធានាធិបតី Vladimir Putin ប៉ុន្មានថ្ងៃបន្ទាប់ពីខ្លួនអះអាងថាការប្រយុទ្ធគ្នានៅប្រទេសអ៊ុយក្រែនជិតដល់ទីបញ្ចប់ហើយនេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន NBC ផ្សាយនៅថ្ងៃទី13ខែឧសភាឆ្នាំ2026លោកពូទីននិយាយថាមីស៊ីល Zamat ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនឹងដាក់ឲ្យបម្រើក្នុងសមរភូមិនៅចុងឆ្នាំនេះវាត្រូវបានសាងសង់ឡើងដើម្បីជំនួសមីស៊ីល Voyevoda ចាស់ផលិតដោយសហភាពសូវៀតលោកពូទីនប្រកាសថានេះ Zamat គឺជាមីស៊ីលដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោកថាមពលរួមបញ្ចូលគ្នានៃក្បាលគ្រាប់នុយក្លេអ៊ែរ Zamat មានគោលដៅជាក់លាក់គឺខ្ពស់ជាងសមភាគីលោកខាងលិចជាង4ដងមេដឹកនាំរុស្ស៊ីបានប្រើប្រាស់វោហារស័ព្ទព្រមានពីការប្រើប្រាស់ប្រព័ន្ធនុយក្លេអ៊ែរម្ដងហើយម្ដងទៀតបន្ទាប់ពីបញ្ជូនកងទ័ពចូលទៅប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ2022ដើម្បីព្យាយាមរារាំងលោកខាងលិចពីការបង្កើនការគាំទ្រដល់អ៊ុយក្រែនគូបញ្ជាក់ថាមីស៊ីល Zamat ត្រូវបានគេសន្មតថានឹងជំនួសមីស៊ីល Voyevoda ផលិតដោយសហភាពសូវៀតជាង40គ្រាប់លោកពូទីនលើកឡើងការពីថ្ងៃអង្គារថាមីស៊ីល Zamat ជាផ្នែកមួយនៃអាវុធថ្មីៗជាច្រើនបង្ហាញនៅឆ្នាំ2018ដោយអះអាងថាវានឹងធ្វើឲ្យប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកមិនអាចធ្វើអ្វីបានវាមានថាមពលខ្លាំងដូចមីស៊ីល Voyevoda ប៉ុន្តែមានភាពជាក់លាក់ខ្ពស់ជាងលោកបន្តថាវាមានសមត្ថភាពហោះហើរក្រោមគម្លងចម្ងាយជាង30,000 គីឡូម៉ែត្រនិងមានសមត្ថភាពពង្រីកដើម្បីទម្លុះប្រព័ន្ធការពារមីស៊ីលណាមួយ